Hello everyone. Today I will to show you about my history. Before my English is not good, but now it's not good the same. Oh my god, English. នៅតែពិចារណាថាមិនដឹងថាមនុស្សនិយាយឬ AI និយាយវិញតែបាទហើយសភៅ4ក្បាលហ្នឹងបើយកទៅមិនរៀនទេយកមកឲ្យខ្ញុំវិញនិយាយរៀននិយាយវាស្អីឥឡូវចង់ស្អីឥឡូវបាច់ទេមើលតែសារបានណាច្បាស់មើល How are things going? សភៅនេះបើសិនជាបងប្អូនមានតែ4ក្បាលនេះរៀនតាំងពីថ្នាក់ដំបូងក្បួនបញ្ចេញសលេងឃ្លាមកខ្ញុំចង់4ក្បាលនេះមកខ្ញុំចេះយកតាណាអស់បងប្អូនហើយជាចុងក្រោយខ្ញុំសូមផ្ដាំគុំធ្វើដូចម្នាក់នេះបងប្អូនបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមឲ្យបងប្អូនជួយគិតពិចារណាខ្ញុំបន្តិចចំពោះកូនសិស្សខ្ញុំម្នាក់គឺឈ្មោះថាស្អីលេស្អីថាច័ន្ទអីនេះដល់ឲ្យសភៅទៅ3 4ក្បាលហើយអត់ដែរនិយាយអង់គ្លេសខ្ញុំស្ដាប់ទេឲ្យសភៅគេថាមានតាំងពីថ្នាក់ដំបូងក្បួនបញ្ចេញសលេងឃ្លាសន្ទនារហូតដល់មគ្គទេសភាសាអង់គ្លេសផ្ទាល់ខ្លួនដើម្បីនឹកឃើញថាគាត់ត្រៀមខ្លួនទៅអាមេរិកអញ្ចឹងឲ្យសភៅ4ក្បាលហ្នឹងឲ្យនិយាយភាសារៀននិយាយអង់គ្លេសតែគាត់អត់ព្រមនិយាយសោះអញ្ចឹងថ្ងៃមួយខ្ញុំបង្ខំគាត់ឲ្យនិយាយហើយបងប្អូនជួយស្ដាប់មើលគាត់និយាយភាសាអង់គ្លេសហ្នឹងតើនេះមនុស្សនិយាយឬក៏ AI និយាយ Hello everyone. Today I will to show you about my history. Before my English is not good, but now it's not good the same. Oh my god, English. Why I try to speak English? Because I'm not shy. Shy is an enemy. When you shy, you cannot speak English very well. So when you want to improve your English and you shy, your English will be not good too. ហើយស្ដាប់មកងាប់ហើយអត់បានមួយម៉ាត់ជួយ Before the people they call me that. Why my English very poor? I told them that my English is not poor because I learn English a little bit, and I learn English underground the tree in the pagoda. So the English learn underground the tree at the pagoda and speak wall like that. Sorry. Yeah. Many people they call that it is crocodile English. You know crocodile English? Crocodile English is the slang word when someone learn English but they shy to speak English and when they practice English is not good and like speak English like big bird. Yeah, they call it is crocodile English. So to sum up, when you want to improve your knowledge and your business and your life is good, don't be shy. Anything in the round the world is not perfect. No one is perfect. So if you know someone or everyone not perfect, don't be shy. So this is my video speaking English the first year. Oh my god. Sorry everyone. I speak like funny because I can't speak English so long time. So this is the ណាបងប្អូនខ្ញុំមើលទៅគាត់នៅនិយាយ1នាទីទៀតតែខ្ញុំទ្រាំស្ដាប់អត់បានទេខ្ញុំធ្វើចិត្តស្ដាប់បន្តទៀតនៅតែពិចារណាថាមិនដឹងថាមនុស្សនិយាយឬ AI និយាយព្រោះនិយាយខ្ញុំមិនដឹងមិនទេបងប្អូនចាំជួយពិចារណាខមមិនប្រាប់ខ្ញុំផងបងបាទចាបងប្អូនមកដល់ជួបប្អូនមួយដើម្បីថាលួងគេថ្ងៃខួបកណើតដល់ពេលថ្ងៃខួបកណើតស្រាប់តែគាត់អត់ចង់និយាយជាមួយយើងបាទហើយមកដោះវ៉ាន់តានិយាយមើលគ្នាស្រួលបួលដោះនិយាយស្រួលបួលទេមើលដោះវ៉ាន់តាហើយខ្ញុំមិននិយាយស្លុតណានិយាយស្រួលបួលទេថ្ងៃខួបកណើតអញ្ចឹងដូចថាមកយកកាដូមកឲ្យខួបកណើតនេះបានហើយតាមតារាលំដាប់ពិភពលោកនេះឲ្យកាដូស្អីទៀតទេវាអត់សមស្គាល់លេខកងស្គាល់អីបើថាតិចតួចអី200អីទុកចាយទេមិនបាញ់អី200ទៅកម្មមួយខែឥឡូវយកទៅកាដូឲ្យអត់យកឲ្យលុយកាក់អីក៏និយាយមួយខ្ញុំអត់ទេតាំងពីឡើងគ្រូអង់គ្លេសមួយកតេបងប្អូនបាទ Sorry I cannot speak English because speak English very well yes អូខេឥឡូវយកវាទៅឯងបោទៅឥឡូវអត់យកលុយកាក់អីរាល់ឆ្នាំបាញ់ឲ្យមួយខែមកឲ្យពួកកំណត់បាញ់200អីជួយគូកំណត់នៅថ្ងៃទី13ហ្នឹងមែនទី13ហ្នឹងតែចាំតែបានមកហើយគូកំណត់ហ្នឹងឥឡូវយកកាដូទៅនេះនោះអត់កាដូចាយមួយជីវិតអើយស្អីកាដូស្អីវាអីសំខាន់ជាងយើងមានសុខភាពទៅរងថ្ងៃនេះតែពេលយើងមានលុយចាយគ្រប់គ្រាន់មានការងារគ្រប់គ្រាន់អញ្ចឹងណាយកទៅកាដូឯងខំមកពីបាត់ដំបងដល់ស្អីនេះសភៅស្អីយកសភៅហ្នឹងហើយដាក់គេស្អីខ្ញុំនេះបងខំទៅទុកអាននេះសភៅស្អីលួយយកទៅចាយបានមួយជីវិតនេះ
vô mà đó trai ba mà chỉ vật ở lên mà mấy mà quan mà mới đấy trai mà ngày ói đăng giờ rắc mà bơ lá còn đây trai mà khai ói bắt nè tao dập hấu buôn có bán trai mà chỉ vật mới sao nè lên xô tha tay tao làm rít lẹ pram đón này nè dập hấu nè nè do tao mơ tao tao nia là chọp mong tay mơ mà mẹ của tề nó này nè ba cái lạnh dập vẽ dập tao làm rít ấy nè lẹ pram đó đang là cho nó soi bọc ôn á nó cây ná ôn rồi ọt cầm ná ở riêng đằng lê du nói ọt cầm ná thơ lẹ nó ra tắc sau chẳng hạn đừng có thơ nó bay ôn mỏng á là mơ nè cái này về miền Tây na tăng pin duy 100 ថ្ងៃបលៀងយន្តហោះស្ថាន you want to live in អូយបាច់អានេះដឹងតែអត់កើតទេធ្វើមិនទេក៏មកកន្លែងនេះវិញ អង់គ្លេសវិញ នេះឥឡូវមេរៀនទីនេះពីនេះស្អីគេនេះ អេចៃ ចាយវិញអត់លេតចាយ អេចៃខ្លាចជាអង្គញា បាទចឹងហ្មងនេះអានេះគេនេះអីគេនេះ តតកាតែអាមេរិក ណាអាហ្នឹងគឺត្រៀមសំណួរថាយើងចង់ឆ្លើយគេមិនអីមិនគាត់ឯងវាខ្សោយអាហ្នឹងបានវាអត់ជាប់ធ្លាក់5ដង មិននេះមកវិទូតអាមេរិកវាខ្សោយខ្មែរកាលនេះសភាខ្មែរដែរ ណាអូនិយាយខ្មែរ និយាយខ្មែរនិយាយអង់គ្លេសស្ដាប់អត់បានហ្នឹង អត់ទេបើកាលបងប្អូនគាត់ធ្លាក់ហ្នឹងមិនមែនដោយសារតែគាត់ខ្សោយខ្មែរខ្សោយអង់គ្លេសព្រោះទៅចរិតហ្មងហ្នឹងត្រូវនិយាយមួយគេថាម៉េចបានវាចិត្តតែចឹង ហើយព្រៃចឹងហ្នឹងបនរបស់ខ្ញុំលាវយី តើនេះយកសភៅនេះទៅនេះល្អមើលគាត់រមើលវាអារម្មណ៍មិនដែរពីដើមទៅនេះយកសភៅអីទៅឃើញថា ឥឡូវឲ្យមែនទេនេះ តែយកទៅ បុកក្បាលហ៎ ហ្នឹងហើយបានមិនបាច់ដាំទឹក23ផឹកទឹកមួយដូចមុនទេចេះទៅកតេកតើណា ស្ពើមុនឲ្យហ្នឹងបានទីបានពាក់កដាលទៅលោកសុំទៅប្រគេនលោកបាត់ទៅ អានេះឲ្យតុកនេះតុកយកទៅ ស្ពើម្ដង4ក្បាលនេះយើងធ្វើម៉េចទេ តែនៅឃើញថាចង់ឲ្យរៀននិយាយ រៀនពីណាក្បាលតាណាទៅមុននេះអង់គ្លេស10ខ្ញុំហើយខ្ញុំមិនដឹងអាណាមើលអាណាទៅមុនផងឲ្យចូលទៅរំបងប្អូននៅគ្នាទិញ4ម្ដង4ក្បាលគ្នាមើលត្រូវមើលអាណាទៅមុនត្រង់ណានាំគេមើលធ្វើមើលពីក្បាលណា ចាំបើយកសភៅឲ្យមើលអត់ចេះមើលទេ សភៅវាចេះមើលបើដល់ដឹងអានពីណាតាណា អូបងប្អូនឥឡូវបញ្យល់ស្ដាប់គ្រូហើយខ្លួនឯងដូចចង់សភាអីទៅអាមេរិកអី អូខេ 5ដងធ្លាក់ណាអានេះគឺល្អបំផុតសម្រាប់និយាយទូទៅហ្មងពីអានេះសិនយើងចេះបន្តិចណាយើងរៀនថ្នាក់ដំបូង អានេះជាសំណងជួយគេ ថ្នាក់ដំបូងគឺសម្រាប់នៅអត់ចេះសោះឬចេះតិចមើលស្អីស្មើអសអីអស TH ស្មើអសអីដំបូងណាហើយមានស៊ីងខ្មែរលោកខ្លួនឯងអត់ចេះអញ្ចឹងអានស៊ីងខ្មែរមក យ៉ាអានេះល្អ ហូតមែនទេ កែរៀនបានតែប៉ុណ្្នឹងខ្លាំងមកណា មិនរៀនកាលហ្នឹង ឥឡូវរៀនឲ្យចូល រៀនចូល ក្នុងគួរក្បាលសត្វសាសនា ចូលអានេះគឺសម្រាប់ថ្នាក់ដំបូងអញ្ចឹងបើសិនជាថៃឯងគិតតែចេះហើយហ្នឹងយកឲ្យអ្នកដែលគាត់មិនសូវចេះបានអញ្ចឹងណាចែកបន្តជាធម្មទានទៅ អូខេ ហើយមានឃ្លានិយាយប្រចាំថ្ងៃអាយ តែគេដឹងហើយតែគេក្បាលបន្តទៀត នេះដំបូងណា ដឹងហើយ វាមិនមែនតែដំបូងតលងមូល ABCD ទេវាមាននិយាយពីស្អីសួរពីទៅណាស្អីហូហែច្រើនណា អូខេ ចេះមកក្បាលនេះគឺស្មើនឹងមានគ្រឹះរឹងមាំដល់ដំបូងហើយ អូ អញ្ចឹងមួយទៀតដូចខ្សោយ pronunciation ដូចថៃឯងនឹងនិយាយភាសាអង់គ្លេសតង់មិនដឹងណីនេះ ចុះលុយជីន log in ប៉ុណ្ណេះហ្នឹងអីខ្លាំងខ្សោយ លុ ទៀ យ ត ជីន log in មិនអានេះខ្ញុំថតចប់ហើយណា អត់ចាប់ហើយ មកក្បាលនេះថតចប់នៅក្នុង YouTube ដាក់ YouTube ហើយ អូ អានេះគឺខ្សោយ pronunciation ការបញ្ចេញសលេងយើងចេះអានេះយើងមិនមែនថាអត់ពឹងគ្រួយគឺយើងពឹងខ្លួនឯងបានច្រើនអាក្បួនបញ្ចេញសលេងស្អីអានតែមិនយោ អូខេអឺមែនដែរ ល្អណាស់ហើយនៅក្នុងនេះពាក្យនិយមអានខុសច្រើនដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹងក្នុងការពាក្យថា C អានដូចគ្នា C ប្រែតែឃើញ C ប្រែសមុទ្រ C អីចឹងណាដូចសាន់ប្រែកូនប្រុសសាន់ប្រែអាទិត្យអញ្ចឹងអានដូចគ្នាល្អណាស់ហើយពាក្យបញ្ចេញសលេងដូចណាន់ដូនជីណាន់មិនអីនោះហូហែមានឧទាហរណ៍អានេះគឺផ្ដោតសំខាន់លើក្បួនបញ្ចេញសលេងហើយបើចង់រៀនចូលទៅ YouTube ទៅទិញតែមួយក្បាលយកតែមួយក្បាលហ្នឹងទៅ English IPA ហ្នឹងហើយក្បួនបញ្ចេញសលេង អូខេ ហើយខ្ញុំជ្រើសរើសយកពាក្យណាដែលគេនិយមអានខុសមិនខ្ញុំដាក់ទាំងអស់អាហ្នឹងបានតែយើងចេះគ្រឹះហើយមិនយើងមករៀនសលេងក្បួនបញ្ចេញសលេងមែនទេ អូខេ អញ្ចឹងអានេះល្អសម្រាប់លំដាប់ទី2 អូខេ អាលំដាប់ទី3នេះគឺចង់គេហៅថារៀនបង្កើតប្រយោគខ្លួនឯងគេហៅថាអីគេនេះ clear សន្ទនាពិសេសបើយើងនិយាយជា clear ជាង clear បើនេះចេះដើម្បីនិយាយភាសាអង់គ្លេសបកកែយើងមិនចាំបាច់ចង់និយាយថាគឺត្រូវចេះ clear fresh មួយឥឡូវឧទាហរណ៍ពួកអ្នកខ្លះលើពាក្យទៅស្រឡាញ់គេតែឯងហ៎ យ៉ា គេថាម៉េចអីគេឈប់ឈួតទៅអីគេនោះគេមិនចេះជ្រាបអត់ហ្នឹងហ៎ ឈប់ឈួតទៅគេមិនបានស្រឡាញ់យើងទេ ត្រូវយើងគេមិនបានស្រឡាញ់យើងមកយើងលួចស្រឡាញ់គេមែនទេលួចស្រឡាញ់គេតែឯងអង់គ្លេសថាម៉េច ហ៎ លួចស្រឡាញ់គេតែឯងអង់គ្លេសថាម៉េច Lonely Love
lonely love ចឹងក៏បានដែរមួយទៀតគេឲ្យធ្លាប់លើកក្រាស់គេក្រាស់យើងហ៎អញ្ចឹងមានពាក្យមួយថា crush នៅក្នុងសម្ភៅនេះឧទាហរណ៍ថាយើង have a crush on នរណាម្នាក់ have a crush on តែលួចស្រឡាញ់គេឥឡូវឧទាហរណ៍ថាខ្ញុំកំពុងតែលួចស្រឡាញ់នាងឧទាហរណ៍មួយមើលជាការកំពុងបន្ត I am crushing on him on her have a crush on I have a crush on her ការកំពុងបន្ត I am having a crush on her 100បន្ទូនេះយើងគាត់មកលេងលើចឹងគាត់បើតើចឹងលេងដែរអើយគាត់បើតើសារតិចចុះប្រកាសប្រយោគត្រូវបងប្អូនពាក្យថា have a crush on នរណាម្នាក់កាលណាបើយើងនិយាយថា I am having a crush on her ដូចគាត់និយាយមិញចឹងឲ្យ100បន្ទូចឹងចេះដែរតើចឹង have a crush on ហ្នឹងចឹងគឺថាលួចស្រឡាញ់គេចឹងយើងប្រកាសប្រយោគថា I am having a crush on her អូខេ ខ្ញុំកំពុងតែលួចស្រឡាញ់នាងអូខេគាត់បើមែនទេចេះបានត្រូវមួយដែរតែអូឥឡូវឧទាហរណ៍មួយទៀតហ៎កុំលួចស្រឡាញ់គេតែឯងឈុំឈួរទៅគេមិនបានស្រឡាញ់ទេបែបមកកុំលួចស្រឡាញ់គេតែឯងកុំក្រាស់គេតែឯងalone ស្អីគេ don't make love alone have a crush មិនឲ្យរៀន have a crush don't have a crush on someone អូអីចឹងអីទៅ someone somewhere អីចឹងទៅបាទអញ្ចឹងមកន័យថានេះគឺយើងចេះតែ have a crush ឬក៏ have ស្អីមួយបង្កើតប្រយោគឥឡូវតាំងពីរឿងអង់គ្លេសមកដូចតពាក្យតែ have មួយបង្កើតបានប្រយោគអីខ្លះគាត់ចាំហ៎មើលសារយ៉ាង 4-5 ប្រយោគមក have have you ever see by what oh yeah I did យើងបង្កើតប្រយោគមែន have ឲ្យតែ have I have ជាប្រយោគអីហ្នឹងហើយមកផ្ទះមកនិយាយមក How have you been ហ្នឹងមិនប្រយោគដែរដូច have a bath have a good day have a nice day have a nice dream have a long life have happiness have enjoy life have អីក៏តែបងប្អូនអ្វីដែលគាត់និយាយកំតន់អាចយកតាមគាត់ដឹងតែប្រយោគ have មានប្រយោជន៍ច្រើន clear អីហ្នឹងបានន័យថាអាដំបូងនេះគ្រឹះអានេះក្បួនបញ្ចេញសលេងអានេះគឺយើងនិយាយទាំងដុំទាំងផ្ទាំងប្រយោគល្អច្រើនខ្ញុំបានថតចប់ដែរក្នុង YouTube ហើយចុងក្រោយថ្មីទៅបាក់ក្តៅនេះគឺមគ្គទេសភាសាអង់គ្លេសតខ្លួនយល់ពាក្យថាមគ្គទេសហ្នឹងមិនអត់មគ្គទេសណាមគ្គទេសហ្នឹងគឺដូចជាកាយពាក្យកាយប្រហែលហ្នឹងនៅតែជាភាសាអង់គ្លេសហ្នឹងមានន័យថាបើនិយាយភាសាខ្មែរគេហៅថាអ្នកនាំផ្លូវអូខេត្រូវចេះបល័យចេះដែរមែនណាគាត់បើឃើញចឹងមែនអត់ទៅសារមែនទឹកថ្ងៃនេះនិយាយត្រូវពាក្យថាមគ្គទេសដូច guy បានន័យថាចេះបងប្អូនបើសិនជាបងប្អូនមានសភៅមគ្គទេសនេះវាដូច guy មួយប្រចាំខ្លួនខ្ញុំប្រើពាក្យថាមគ្គទេសភាសាអង់គ្លេសផ្ទាល់ខ្លួនអង់គ្លេសគេថា your personal English guide បានន័យថាបងប្អូនចង់ដឹងអីបើកវាហ្នឹងឥឡូវឧទាហរណ៍ថាចង់ដឹងតាក់ទងទៅនឹងទៅអ្នករៀនអីចឹងហ៎តែឯងសម័យកាលរៀនមិនឲ្យតែចូលដឹងរៀនសូត្រដឹងរួចដេកហ្មងឥឡូវឧទាហរណ៍ថាបងប្អូនចង់ដឹងរឿងមួយតាក់ទងនឹងស្ថាគារថាទៅស្ថាគារគេនិយាយ clear អីខ្លះមែនទេបងប្អូនបើកមកមេរៀនប៉ុណ្ណឹងមកពឹបនេះវាមានសារបានវានៅហ្នឹងស្ថាគារនេះមេរៀនទី43 hotel ឥឡូវបងប្អូនចង់គេថាចង់និយាយពាក្យជូនពរគេមែនទេគេឈឺគេអីជូនពរថ្ងៃគូកំណើតបនចូលឆ្នាំអីមានពាក្យជូនពរសារជូនពរនៃជំងឺសាររំលែកទុកអីចឹងណាអញ្ចឹងទៅពេទ្យវាមានពេទ្យអញ្ចឹងបានន័យថាសភៅមួយក្បាលនេះដូចមានគ្រូប្រចាំខ្លួនguide ប្រចាំខ្លួនចង់ចេះអីមើលហ្នឹងផ្ដោតសំខាន់លើការនិយាយតាមប្រធានបទអានេះគឺនិយាយទាំងជា clear អានេះតាមប្រធានបទនិយាយពីពេទ្យនិយាយពីការងារនិយាយពីដើរលេងទេសចរមានទាំងអស់អញ្ចឹងខ្ញុំគិតថា4ក្បាលនេះវាផ្ដើមតាំងពីដំបូងតាំងពីថ្នាក់អត់ចេះសោះអីរហូតដល់រៀនតិចតិចមិនដល់ថ្នាក់និយាយតាមប្រធានបទអត់តិចទេចេះតិចតែបងប្អូនអរគ្នាធានាថារៀន4ក្បាលនេះចប់មកអាចចេះនិយាយអង់គ្លេសគាត់ដឹងតែសភៅមួយក្បាលនេះខ្ញុំចំណាយពេលប្រហែលឆ្នាំអត់អញ្ចឹងវាសរសេរនេះមិនប្រាប់ខ្ញុំឯណាមិនទៅដឹងអត់ទេជុំមិនសួរនិយាយថាឲ្យសួរខ្ញុំតិចមកសួរចឹងមកសួរខ្ញុំតិចមកសេមកក្បាលហ្នឹងសេមកឆ្នាំបងប្អូនខ្ញុំចំណាយពេលរៀនគិតទៅវា25ឆ្នាំដែរ25ឆ្នាំរហូតដល់កូនសិស្សបងប្អូនហើយបន្តកើតម្លេះអញ្ចឹងតើអ្វីដែលខ្ញុំចំណាយពេល25ឆ្នាំរៀនហើយខ្ញុំគិតថា
มันเย็บđó tao bảo thành vậy người khen vậy tao gì à lâu riêng mà năm សភៅនេះគឺគាត់ចំណាយពេល25ឆ្នាំហើយតម្រុំរៀនចប់25ឆ្នាំនៅអត់ស្គាល់ខ្លួនឯងឡើយទេនៅលេឡើយទេក្រោយមកដែលគាត់ដាច់លុយខ្លាំងគាត់នៅឃើញសេសភៅរបស់គាត់គាត់បាច់អូពូជអ្នកជំនួយតើគាត់អ្នកសេសភៅគាត់ចាប់ដល់សេសភៅនៅពេលគាត់សេសភៅនេះគាត់មិនទាន់ខ្លាំងឡើយដែរហើយពេលគាត់សរសេរចប់ទៅគាត់ចេះច្រើនដោយសារគាត់សេផងក៏រកពាក្យថ្មីផងអញ្ចឹងទៅគាត់ចេះពាក្យច្រើនដែរអញ្ចឹងមែនតើគ្រូអង់គ្លេសមិនប្រកាសថាគាត់ចេះអង់គ្លេសទេដោយសារគាត់មិនមែនជា foreigner ទេគាត់ថាគាត់ជា second language មានន័យថាជាភាសាទី2ទេដោយសារតែយើងបានរៀនបានសូត្រច្រើនយើងចែករំលែកតាមរយៈការសរសេរសភៅទៅប៉ុន្តែការសរសេរទីទៀតសោតវាមិនមែនពឹងផ្អែកទៅលើការយល់ដឹងផងគាត់ទេគឺពឹងផ្អែកទៅលើអំណាចត្រឹមត្រូវមែនទែនជាពិសេសហ្នឹងគឺគាត់ទិញផ្ទាត់ជាមួយ dictionary ចាហើយបងប្អូនអរគ្នាសម្រាប់ដែលទៅតែចេះឬក៏ទៅតែចេះឬក៏ចេះអង់គ្លេសខ្លះហើយឬក៏មិនចេះសោះបងប្អូនអរគ្នា4ក្បាលនេះគឺសម្រាប់បងប្អូនអរគ្នាល្អខ្លាំងមែនទែនមែនតែខ្ញុំស្ដាប់សភៅនេះប្រវត្តិនៃការសរសេរសភៅនេះខ្ញុំស្ដាប់បងប្អូនខ្ញុំទឹកភ្នែកបដាខ្ញុំមួយដេកបដាខ្ញុំអត់មានរឹងដេកបដាអត់ទេនិយាយតាមត្រង់នេះនិយាយផ្លូវសិនណាបាទខ្ញុំរៀនដូចចេញពីបេះដូងហ្មងស្រឡាញ់ខ្លាំងមែនទេដោយចេះយើងអត់មានការហ្នឹងថៃការបួសដឹងមែនទេការរៀនអង់គ្លេសមិនចំណានហ្នឹងវេទនាណាស់រសាលារៀនអង់គ្លេសចង់បានទៅដល់ហើយទេកាលហ្នឹងនោះឲ្យគ្មាន YouTube គ្មានអីមកមើលចឹងណាហើយអត់មានគ្រូថតទុកទេចង់បានសភៅបានមេរៀនអីទៅបណ្ណាល័យនឹងបានសភៅមួយក្បាលណាល្អណាតម្រាំចេះពាក្យ fresh ដូចយើងថ្ងៃនេះទៅរៀនប៉ះគ្រូ3នោះណាដូច fresh ដែរចឹងមិនមក fresh ហ្នឹងមិនរៀនមកគ្រូទេណាចង់10គ្រូនេះបើ fresh នេះហើយបាន clear ល្អមកកត់ទុកឆ្នៃអីមកបានសម័យកាលខ្ញុំរៀនខ្ទង់20ឆ្នាំជិនឃើញថាអញស្លាប់ទៅវាថាអីមនុស្សទៅឲ្យរបស់នៅណាបាទអញ្ចឹងក៏បានសរសេរទុកតាំងពីក្រិតដំបូងនោះនៅឃើញហើយมันអស់ចិត្តទៅខ្ញុំថតដាក់នៅក្នុង YouTube នៅឃើញថាវាគង់តែមានអ្នកមាននិស្ស័យក៏បានរៀនទេបាច់យំសរដល់ហើយបាច់យំសភៅតែកុំសេសរដល់នេះគាត់នេះគាត់សេតាំងពីនៅក្រខ្ញុំសរសើរគាត់ទៅលើក្រដែរហើយនៅឃើញថាវាបានប្រយោជន៍ដល់បងប្អូនកូនសិស្សចំណន់ដោយថាចំណន់ខ្ញុំវាពិបាកវេទនាហើយនឹងរៀននឹងសូត្រណាវាអត់មាន YouTube មានអីទេសម័យនេះហើយយើងគួរបន្សល់ទុកស្នាដៃអញ្ចឹងសរសេរចុះឲ្យថតទុកទៀតសភៅនេះគាត់សរសេរតាំងពីគាត់នៅចំនួនពិបាកមែនទែនត្រូវឥឡូវបងប្អូនអត់នេះស្រួលហើយមិនមើលសភៅនេះទៀតទេអូចាំវិញបងប្អូនបាច់មើលក៏បានចូលទៅ YouTube ចូលទៅអានទៅអត់និយាយលេបើសិនជាបងប្អូនមិនជាវសភៅទេ free តើនេះអា clear សន្តានាអីនេះខ្ញុំថតពេញទាំងអស់គ្រប់ទំព័របងប្អូនតើអត់ចង់ចំណាយបច្ច័យទិញទេចូលទៅមើលបានតែបើសិនជាបងប្អូនជាវក៏សូមចាត់ទុកថាជាការជួយ sponsor ក៏ថាបានដែរព្រោះសភៅមួយក្បាលចំណាយពេលរាប់ឆ្នាំហើយអញ្ចឹងជាការលើកទឹកចិត្តដល់ស្នាដៃនិពន្ធបាទត្រូវអញ្ចឹងរយៈពេល25ឆ្នាំជាងបងប្អូនចំណាយពេលតែមួយផ្លេតគឺបានស្នាដៃបានន័យថាអ្វីដែលខ្ញុំលះបង់25ឆ្នាំជាងខ្លាយទៅជាសភៅ4ក្បាលនេះបងប្អូនចាយពេលតែមួយផ្លេតគឺបានចំណេះដឹងដែលខ្ញុំរៀនមកខ្ញុំសំខ្ញុំដាក់ទុកក្នុងទាំងអស់ហើយមិនត្រឹមតែសរសេរទេគឺបានថតជាវីដេអូទុកទៀតគឺគ្រប់ក្បាលទាំងអស់ខ្ញុំនឹងសរសេរឥឡូវនេះបាន2ក្បាលនេះសរសេរប្រហោះពេញបបោហើយនេះមកវីដេអូស្មើភើមួយក្បាលបងប្អូនចង់មើលអីសរសេរពាក្យ clear សន្តានាមកហើយចូលមើលទៅហើយនឹងអានេះក៏ដូចគ្នាដែរគឺចប់អស់ហើយណាមានផងចូលទៅមើលរៀនខ្លួនឯងមកមិនបាច់ចាំមើលខ្ញុំកំបលោកអើយចូលមើលអត់មែនតាខ្ញុំស្ដាយបើសិនជាបងប្អូនអត់បានមើលខ្ញុំស្ដាយសភៅមេរៀនមែនទេអញ្ចឹងបើសិនជាបងប្អូនរៀនហើយផុតពីចំណន់បងប្អូនណាកូនបងប្អូនក៏អាចចូលមើលបានដែរវាមានប្រយោជន៍ច្រើននេះមិនប្រកាសថាកូនរបស់ម្នាក់នេះអត់រៀនទេបាទត្រូវអាចថាចំណន់ឪឬខ្ជិលរៀនបាទកូនខ្ជិលរៀនអញ្ចឹងអាចថាកូននៅចំណន់ឪវាមិនកើតទៅហើយកូនឯងនោះទៅមើលគ្រូដេករៀននេះយកសភៅនេះទៅកូននេះគាត់ឲ្យតាំងពីឪមិនទាន់មានកូនឯងឥឡូវកូនឯងបើថាឪមិនបានរៀនហើយកូនឯងយកទៅមើលចោះកុំឲ្យគាត់ដូចឪចូលទៅមើលទៅណែបើមិនបានចំណន់ខ្លួនឯងបានចំណន់កូនដែរបើថាបងប្អូនអរគ្នាតែមិនយល់ទេបងប្អូនទៅមើលវីដេអូនេះទៅការដែលកូនខ្ញុំទុំទៅមុខឃើញវីដេអូហ្នឹងហើយអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឲ្យបងប្អូននិយាយជារួមមកសភៅ4ក្បាលនេះគឺចំណាយពេលច្រើនមែនទែនហើយការជាវរបស់បងប្អូននេះកុំចាត់ទុកថាវាជាការជំនួញអីសូមបងប្អូនយល់ថាជាការជួយគ្រប់គ្រងស្នាដៃនៃការខ្ញុំមិនមែនត្រឹមតែសេគឺថតវីដេអូទៀតដើម្បីជាប្រយោជន៍ណាអញ្ចឹងបងប្អូនត្រូវការសភៅឲ្យអាចឆាតទៅ page ដែលរៀនបានហើយត្រូវការមើលវីដេអូគ្រាន់តែសេចំណងជើង clear សន្តានាពិសេសនេះនៅក្នុង YouTube បងប្អូននឹងចេញចំខានអានេះក៏ដូចគ្នាដែរហើយពួកនេះខ្ញុំនឹងថតដែរអស់ហើយ
ហើយមិនធម្មតាណាមកក្បាលថតចូលពី2ឆ្នាំមិនហើយ ត្រូវ អូខេចឹងមានតែប៉ុណ្្នេះបងប្អូនមានអីនិយាយចង់ពីចុងក្រោយ ពាក្យចុងក្រោយខ្ញុំចង់និយាយថាអរគុណច្រើនដែលវីដេអូនេះខ្ញុំតស៊ូនិយាយវីដេអូនេះរហូតដល់ចប់បាទ បាទសូមអរគុណសូមជម្រាបលាបាទ